bàនេះជាម៉ូតូលាន់ពីម្សិលមិញដែលយើងធ្វើការជួសជុលមិនទាន់ហើយពេលថ្ងៃនេះយើងធ្វើការបំបែកមើលទៅឃើញវាមានបញ្ហាខូចនៅឯមីញ៉ុងនិងអាលុងពីដាងជេនហើយយើងបំបែកគ្រឿងវាដើម្បីធ្វើការលាសម្អាតហើយនឹងរៀបចំគ្រឿងបង្គំវាឡើងវិញគឺគ្រឿងដែលពាក់ព័ន្ធជាមួយខូចទី1គឺយើងផ្លាស់ប្ដូរហើយនៅពីដាងមកគូជាមួយនឹងចានស្បែកគឺមួយសំណុំមុខហើយនឹងក្រោយដោយសារតែម៉ូតូនេះគឺវាមានបញ្ហាខ្សោយស្បែកផងដែរហើយនឹងស៊ីត្រឡោកពេលនេះយើងធ្វើការជួសជុលហើយម៉ូតូនេះយើងធ្វើការជួសជុលតែផ្នែកត្រឡោកផ្នែកស្បែកអីនឹងបដូរបដាងជេនេះគឺសៃសមីសៃអីគឺយើងអត់ធ្វើការជួសជុលទេ